រ៉ូស៊ីវាយប្រហារតាមអាកាសទៅលើទីក្រុងគៀវបានសម្លាប់មនុស្ស12នាក់និងបង្កការខូចខាតដល់មន្ទីរពេទ្យកុមារលោក Vitaly Klitschko អភិបាលក្រុងគៀវប្រទេសអ៊ុយក្រែនបានឲ្យដឹងថាមនុស្សយ៉ាងហោចណាស់12នាក់បានស្លាប់និងជាង30នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារដ៏ធំមួយរបស់រុស្ស៊ីទៅលើទីក្រុងគៀវកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃប្រហ័សអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថាការវាយប្រហារទាំងនោះបានបង្កការខូចខាតដល់មន្ទីរពេទ្យសាលារៀនអគារលំនៅឋាននិងឃ្លាំងជាច្រើនកន្លែងនៅទូទាំងទីក្រុងក្រុមផលិតកម្មវិធីរបស់ CNN ដែលស្ថិតនៅក្នុងរដ្ឋធានីរបស់អ៊ុយក្រែនបានលើសម្លេងផ្ទុះជាច្រើនលើកនិងបានឃើញផ្សែងហុយឡើងលើផ្ទៃមេឃនៃទីក្រុងខណៈដែលការជូនដំណឹងអំពីការវាយប្រហារតាមអាកាសបានអស់បន្លាយពេលជាច្រើនម៉ោងវីដេអូរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានបង្ហាញថាអណ្ដាតភ្លើងដ៏ធំបានឆាបឆេះបំភ្លឺផ្ទៃមេឃនៅពេលយប់ពីលើរដ្ឋធានីនេះក្រសួងការពារជាតិរុស្ស៊ីបានប្រកាសនៅលើបណ្ដាញ Telegram ថាខ្លួនបានបើកការវាយប្រហារទ្រង់ទ្រាយធំនិងបានប្រើប្រាស់អាវុធដែលមានភាពជាក់លាក់ខ្ពស់ទៅលើទីតាំងយោធាមជ្ឈមណ្ឌលដឹកជញ្ជូននិងភស្តុភារកម្មព្រមទាំងឃ្លាំងស្តុកទំនិញនានានៅក្នុងទីក្រុងគៀវនិងតំបន់ជុំវិញប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានមានប្រសាសន៍ថាភាគីរុស្ស៊ីបានត្រៀមខ្លួនជាយូរមកហើយនិងបានប្រើប្រាស់រួមគ្នានៅក្របរំសេវជាច្រើនប្រភេទរួមមានមីស៊ីលប្រភេទ Cruise និងយន្តហោះគ្មានមនុស្សបើក drone ដើម្បីបង្កការខូចខាតឲ្យបានច្រើនបំផុតដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក្រុមអ្នកជួយសង្គ្រោះបានជួយនាំមនុស្ស2នាក់ចេញពីគំនរបែកបាក់នៃអគារហើយកំពុងបន្តដោះស្រាយផលវិបាកនៃការវាយប្រហារដែលបានបង្កការខូចខាតដល់ទីតាំងជាង12កន្លែងនៅទូទាំងទីក្រុងនេះបើយោងតាមការបញ្ជាក់ពីក្រុមសេវាសង្គ្រោះបន្ទាន់ទន្ទឹមនឹងនេះក្រុមអ្នកពន្លត់អគ្គិភ័យកំពុងខិតខំប្រឹងប្រែងពន្លត់អណ្ដាតភ្លើងដែលកំពុងតែឆាបឆេះយ៉ាងសន្ធោសន្ធៅលោក Klitschko បានឲ្យដឹងថាបង្អួចនៅមន្ទីរពេទ្យកុមារមួយក្នុងសង្កាត់ Solominsky ត្រូវបានបែកបាក់លោក Timer Turchenko ប្រធានរដ្ឋបាលយោធាគៀវបានឲ្យដឹងថាក្នុងចំណោមអ្នកដែលបានស្លាប់នោះមានបុរសម្នាក់នៅក្នុងសង្កាត់ Proboriទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថាក្នុងអំឡុងពេលនៃការវាយប្រហារលើប្រទេសអ៊ុយក្រែនក្រសួងការពារជាតិរ៉ូម៉ានីបានបញ្ជាក់ថាយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីមួយគ្រឿងបានធ្លាក់ចូលក្នុងទឹកដីរបស់ខ្លួនដោយធ្លាក់នៅតំបន់គ្មានមនុស្សរស់នៅមួយក្នុង County Tercia ក្បែរព្រំដែនអ៊ុយក្រែនយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីបានរំលោភដែនអាកាសរ៉ូម៉ានីជាច្រើនលើកច្រើនសារមកហើយក្នុងអំឡុងពេលសង្គ្រាមនេះទន្ទឹមនឹងនេះទីភ្នាក់ងារសារព័ត៌មាន Reuters ក៏បានរាយការណ៍ដែរថាប្រទេសប៉ូឡូញបានចាប់ផ្ដើមប្រតិបត្តិការអាកាសចរយោធាជាវិធានការបង្ការដើម្បីការពារដែនអាកាសរបស់ខ្លួននៅក្នុងពេលនៃការវាយប្រហារទាំងនោះខណៈដែលទីក្រុងមូស្គូបានបើកការវាយប្រហារលើអ៊ុយក្រែនស្ទើរតែរាល់យប់ទីក្រុងគៀវក៏បានបង្កើនការវាយលុករបស់ខ្លួនផងដែរដោយបានបញ្ជូនយន្តហោះគ្មានមនុស្សបើក drone ជាង800គ្រឿងទៅវាយប្រហារប្រទេសរុស្ស៊ីកាលពីថ្ងៃអាទិត្យដែលនេះគឺជាការវាយប្រហារតាមផ្លូវអាកាសដ៏ធំបំផុតមួយនៅក្នុងចំនួននេះទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS របស់រុស្ស៊ីបានរាយការណ៍ថានេះគឺជាការវាយប្រហារយន្តហោះគ្មានមនុស្សបើកដ៏ធំបំផុតរបស់អ៊ុយក្រែនចាប់តាំងពីដើមឆ្នាំមកដោយយន្តហោះជាច្រើនគ្រឿងបានកំណត់គោលដៅទៅលើតំបន់ទីក្រុងមូស្គូដែលជាកន្លែងរស់នៅរបស់អិសរាជជនជាន់ខ្ពស់ជាច្រើនរបស់រុស្ស៊ីនៅថ្ងៃអង្គារក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថាខ្លួនបានស្ទាក់ចាប់និងបំផ្លាញយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន791គ្រឿងនៅក្នុងអំឡុងពេលយប់នៅក្នុងការវាយប្រហារទ្រង់ទ្រាយធំមួយទៀតដែលធ្វើឡើងដោយទីក្រុងគៀវ